សួស្តីអ្នកតាគ្នាខ្ញុំបាទបើខេសម្រាប់ពេលនេះខ្ញុំបានលើកយករឿងមួយដែលមានចំណងជើងថាបរិយាយុច្រើនមានវ័យក្មេងប៉ះនារីសាច់ដុំមកសម្រាប់បន្តជូនអ្នកតាគ្នាដូច្នេះមុនចូលទៅដល់ការសម្រាប់សូមអ្នកតាគ្នាជួយ Subscribe Like និងចុចសញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូមុនគេនៅពេលដែល Admin បង្ហោះវីដេអូសូមអរគុណបន្ទាប់ពីភាពមុនដែលកាឆាងកំពុងតែលេងសើចនិងសាររបស់បង្កឲ្យសេយងមានការខ្មាស់អៀនដោយសេយងព្យាយាមបដិសេធនិងអះអាងថានាងមិនមានអារម្មណ៍អ្វីពិសេសទេគ្រាន់តែភ្ញាក់ផ្អើលបន្តិចប៉ុណ្ណោះកាឆាងគេនៅតែនិយាយបន្តបែបខ្សែចំអកទៅកាន់សេយងថាខ្ញុំអាចមើលឃើញប្រតិកម្មរបស់នាងបន្ទាប់មកសេយងចាប់ផ្ដើមវេបបទៅកាន់កាឆាងដោយពាក្យសម្ដីនិងបង្ហាញពីទំនុកចិត្តថានាងមិនងាយចុះចាញ់លើការលេងសើចរបស់កាឆាងនោះទេពាក្យឌឺដងរបស់នាងបានធ្វើឲ្យកាឆាងមានកំហឹងឆាប់ចេះឡើយកាឆាងគេក៏បានប្រើកម្លាំងទៅចំបាច់ភ្នំរបស់សេយងកាន់តែខ្លាំងហើយក៏បាននិយាយទៅកាន់នាងថានៅត្រង់នេះវាហាក់ដូចជាធ្វើឲ្យនាងចាប់មានអារម្មណ៍ខ្លាំងជាងមែនទេហើយខ្ញុំក៏មិនខ្វល់ដែរស្របដោយស្នាមញញឹមរបស់គេទៅកាន់សេយងដោយកាឆាងនៅតែនិយាយទៅកាន់សេយងថាបុរាណណាក៏ចង់លេងជាមួយភ្នំធំរបស់នាងខ្ញុំប្រកាសថានេះហាក់ដូចជាមានអារម្មណ៍ស្រាប់ស្រាលជាងមុនចាប់តាំងពីខ្ញុំចាប់ផ្ដើមប៉ះភ្នំរបស់នាងដោយសេយងតបទៅកាន់កាឆាងវិញថាចាប់លេងដៃតើអារោគចិត្តខ្ញុំនឹងវាយលុយឲ្យដឹងខ្លួនជាមិនខានប៉ុន្តែកាឆាងមិនលេងនៅតែច្របាច់ភ្នំរបស់សេយងបណ្ដាលឲ្យអារម្មណ៍របស់សេយងកាន់តែកើនឡើងបូកផ្សំដោយកម្លាំងជីសេះដែលកាឆានជិះទៅលើសេយងដែលធ្វើឲ្យសេយងបញ្ចេញសំឡេងមកក្រៅយ៉ាងស្រាប់ស្រាលប៉ុន្តែកាឆាននៅតែច្របាច់ភ្នំរបស់សេយងស្របដោយពាក្យពីរបីម៉ាត់ចំណែកសេយងវិញនៅតែបញ្ចេញសំឡេងដ៏ស្រាប់ស្រាលបញ្ចេញមកនៅពេលនោះដែរនាងក៏បានក្រឡេកមើលមកកាន់កាឆានបន្តិចដែរដោយរក្សាសំឡេងរបស់នាងមិនឲ្យលឺទៅដល់កាឆានចំណែកកាឆានវិញក៏បានកាត់ឡើងថាវាហាក់ដូចជានាងនៅតែរក្សាសំឡេងរបស់នាងបានល្អដោយកាឆានធ្វើសកម្មភាពបណ្ដានឹងកើតក្នុងចិត្តបណ្ដាប៉ុន្តែខ្ញុំអាចមានអារម្មណ៍ថារាងកាយរបស់នាងកំពុងតែធូរស្រាលកាន់តែខ្លាំងឡើងខ្ញុំនឹងធ្វើឲ្យនាងឈានដល់ចំណុចកំពូលមុនហើយធ្វើឲ្យនាងប្រកាសថានាងនឹងមិនមើលងាយខ្ញុំទីដាច់ខាតចាំមើលថានាងអាចបន្តធ្វើបែបនេះយូរបានប៉ុណ្ណាទៀតចំណែកឯសេយងព្យាយាមអត់ទ្រាំមិនឲ្យបញ្ចេញសំឡេងលើទៅដល់កាឆាដោយសេយងក៏បានកើតក្នុងចិត្តថាមិនអាចទៅរួចទេខ្ញុំមិនធ្លាប់ដឹងថាខ្លួនឯងមានអារម្មណ៍ឆាប់រំជើបរំជួលបែបនេះទេវាមិនសោះហេតុផលសោះដែលខ្ញុំបែរជារំជើបរំជួលខ្លាំងដោយសារនៅប្រុសបែបនេះដោយកាឆានៅតែប្រើកម្លាំងដៃរបស់គេច្របាច់ភ្នំរបស់សេយងកាន់តែខ្លាំងនិងប្រើកម្លាំងរុញច្រានដែលធ្វើឲ្យសេយងចាប់ផ្ដើមលេងតបអារម្មណ៍បន្តិចម្ដងទៅហើយដោយសេយងគិតនៅក្នុងចិត្តថាខ្ញុំគិតថាខ្ញុំតបតល់បន្តទៀតលេងបានហើយតើខ្ញុំគួរតែទទួលស្គាល់ថាខ្ញុំចុះចាញ់ហើយមែនទេបើខ្ញុំធ្វើបែបនោះខ្ញុំនឹងមិនចាំបាច់ខ្ញុំតបខ្លួនឯងខ្លាំងបែបនេះទៀតទេខ្ញុំអាចរីករាយជាមួយវាតាមដែលខ្ញុំចង់អ្វីដែលខ្ញុំត្រូវធ្វើគឺលើបំបត្តិភាពជឿជាក់របស់ខ្ញុំហើយនិយាយវាចេញទៅអត់ទេពេញមួយជីវិតរបស់ខ្ញុំមិនដែលចាញ់អ្នកណាម្នាក់ទេជាពិសេសមិនមែនចាញ់មនុស្សប្រុសក្អើបកតោមដូចគេនោះទេដោយសេយងក៏បាននឹកស្រមៃពីការវាយឡើងរបស់ក្មេងស្រីផ្សេងនៅក្នុងទូរស័ព្ទដៃរបស់នាងពេលខ្ញុំនៅម្នាក់ឯងខ្ញុំធ្លាប់មើលរឿងរ៉ាវសាច់ផងដែរខ្ញុំមិនមានអារម្មណ៍ថារាងកាយរបស់ខ្ញុំញ័រខ្លាំងដោយមិនអាចគ្រប់គ្រងបានជាតារាស្រីក្នុងវីដេអូទាំងនោះទេខ្ញុំមិនអាចធ្វើបានទេខ្ញុំមិនឲ្យគេឃើញផ្នែកបែបនោះរបស់ខ្ញុំជាដាច់ខាតខ្ញុំទ្រាំមើលគេក្អើកតោបែបនេះមិនបានទេខ្ញុំត្រូវតែធ្វើឲ្យគេជាប់ចាញ់ដើម្បីឲ្យគេមិនហ៊ានប្រជែងជាមួយខ្ញុំម្ដងទៀតចាំមើលទៅថានរណាជាអ្នកឈ្នះនៅចុងក្រោយខ្ញុំនឹងប្រោសអាការនេះដើម្បីបង្រៀនឲ្យគេដឹងថានរណាជាអ្នកខ្លាំងជាងគេចំណែកការឆានវិញក៏មានការភ្ញាក់ផ្អើលឡើងដោយសកម្មភាពរបស់សេយងដោយសេយងលេងបណ្ដោយឲ្យការឆានធ្វើសកម្មភាពមិនលើនាងតែម្នាក់ឯងហើយសេយងនេះក៏បានធ្វើសកម្មភាពទៅលើការឆានវិញផងដែរខ្ញុំកាន់តែមានអារម្មណ៍ខ្លាំងឡើងព្រោះខ្ញុំកំពុងតែរឹតសាច់ដុំនៅតំបន់នោះឲ្យតឹងតាមដែលអាចធ្វើបានប៉ុន្តែខ្ញុំត្រូវតែទ្រាំរហូតដល់ខ្ញុំអាចធ្វើឲ្យគាត់ឈានទៅដល់ចំណុចកំពូលបានខ្ញុំធ្វើបែបនេះគ្រាន់តែចង់បង្រៀនគាត់ឲ្យចេះរៀនមេរៀនមួយប៉ុណ្ណោះនោះហើយជាមូលហេតុដែលខ្ញុំធ្វើអ្វីនោះជាមួយគាត់សរុបដោយសេយងក៏ចាប់ផ្ដើមអន់ថយកម្លាំងផងដែរចំណែកកាឆាងក៏បានកើតក្នុងចិត្តឡើងថាអូហេតុអ្វីបានជាតឹងម្លេះមានអារម្មណ៍ថាដូចជានាងកំពុងបង្ហាប់វាឲ្យខ្លាំងចឹងខ្ញុំប្រហែលជាអាចទ្រាំបាន1នាទីប៉ុណ្ណោះទេត្រឹម30វិនាទីប៉ុណ្ណោះដោយកាឆាងក៏ចាប់ប្រើកម្លាំងកាន់តែខ្លាំងខ្ញុំមិនអាចមកឈប់ធ្វើចោលណាបានទេដោយកាឆាងប្រើកម្លាំងមិនអស់ចិត្តគេក៏បានប្រើដៃរបស់គេវាយទៅលើកន្ទិញរបស់សេយងដែលធ្វើឲ្យសេយងមានការភ្ញាក់ផ្អើលហើយនាងក៏បានសួរទៅកាន់កាឆាងថាលោកពិតជាមនុស្សរកចិត្តមែនតើលោកគិតថាលោកជានរណាហេតុអ្វីបានជាមកវាយព្រះកន្ទិញរបស់ខ្ញុំបែបនេះដោយកាឆាងមិនស្ដាប់នៅតែបន្តវាយព្រះកន្ទិញរបស់សេយងមិនអាចធ្វើអ្វីបានមានតែបន្តទ្រាំឲ្យកាឆាងធ្វើបែបនេះមកលើនៅទីបំផុតអ្នកទាំងពីរក៏ដល់ចំណុចកំពូលដែលបងប្អូនរបស់កាឆាងបានព្រុសពឹសចូលក្នុងខ្លួនរបស់សេយងកន្លងអស់ពេលជាយូរដែលកាឆាននិងសេយងបញ្ចប់ការវាយឡើងដែលអ្នកទាំងពីរក៏បានសម្រេចរៀងខ្លួនរីឯសេយងក៏បានកាត់ឡើងថាឈួតម៉ែសូម្បីតែលើម្រាមដៃមួយក៏មិនរួចផងខ្ញុំមានអារម្មណ៍ថាខ្ញុំអាចសន្លប់បានគ្រប់ពេលខ្ញុំគិតថាខ្លួនឯងនឹងមិនអីទេហើយនេះជាពេលមួយដែលធ្វើឲ្យខ្ញុំខ្សោយដល់ថ្នាក់ហ្នឹងខ្ញុំធ្លាប់បដូរគ្រាប់ជើងកាងសើតែពាក់កណ្ដាលនៅទីក្រុងសេអ៊ូលហើយអ្វីបានជាខ្ញុំត្រូវចាញ់រឿងតូចតាចប៉ុណ្ណេះទៅវិញនៅក្នុងនោះសេយងក៏បានឈឺព្រះកន្ទិញរបស់នាងផងដែរដោយនាងបានពោលឡើងថារឿងនេះធ្វើឲ្យខ្ញុំខឹងសម្បានិងអាម៉ាស់មុខខ្លាំងណាស់ប៉ុន្តែសំខាន់ជាងនេះ
ទៅទៀតខ្ញុំខឹងខ្លាំងណាស់ដែលខ្ញុំបណ្ដោះឲ្យមនុស្សរកចិត្តដូចជាគេមកវាប្រាក់កន្ធាញរបស់ខ្ញុំហើយអ្វីមកជាខ្ញុំមិនធ្វើអ្វីសោះដើម្បីឆ្លើយតបនឹងរឿងនោះខ្ញុំពិតជាឈួតមែនហើយកុំប្រាប់ខ្ញុំថាមានតែខ្ញុំម្នាក់ឯងដែលឈានទៅដល់ចំណុចកំពូលនោះដែលជាហេតុធ្វើឲ្យសេយងចាប់ផ្ដើមសប្បាយចិត្តឡើងនោះមានន័យថាគេនឹងមិនដឹងថាខ្ញុំដល់ចំណុចកំពូលនោះទេបើខ្ញុំកុហកអំពីវាអញ្ចឹងខ្ញុំនឹងឈ្នះមែនហើយទៅពេលនូហ្គាឆាងក៏បាននិយាយទៅកាន់សេយងថាតើរសជាតិរបស់អូនប្រុសរបស់មនុស្សកន្ទើម្នាក់នេះដែលអ្នកធ្លាប់មើលងាយខ្លាំងនោះវាយ៉ាងណាដែរពេលនេះសេយងដោយលឺពាក្យសម្ដីរបស់ហ្គាឆាននាងក៏បានឡើងមុខក្រហមភ្លាមៗនាងពិតជាមានទំនុកចិត្តខ្លាំងមែនដែលគិតថានាងអាចយកឈ្នះខ្ញុំបានប៉ុន្តែនាងបានឈានដល់ចំណុចកំពូលហើយដោយសេយងឮបែបនេះនាងក៏បានបដិសេធចំពោះពាក្យសម្ដីរបស់ហ្គាឆានមិនមែនជាខ្ញុំទេគឺជាលោកទេមនុស្សឈួតដោយហ្គាឆានតបទៅកាន់នាងថាចំពោះនរណាម្នាក់ដែលធ្វើពុតជារឹងមាំបែបនេះវាពិបាកណាស់ដែលមិនក៏សម្គាល់ថានាងឈានដល់ចំណុចកំពូលនៅពេលដែលនាងកំពុងបញ្ចេញជារំអិលចេញពីខ្លួនបែបនេះដោយការដូរបញ្ជាកំហឹងរបស់ហ្គាឆានទៅកាន់សេយងនាងក៏តបមកវិញថាខ្ញុំមិនបានឈានដល់ចំណុចកំពូលនោះទេលោកកាត់ថាបងប្រុសដ៏ទុយរបស់លោកមានសមត្ថភាពធ្វើបែបនេះមែនទេហើយលោកក៏មិនល្អជាងខ្ញុំដែរដោយហ្គាឆានក៏មានការហួចចិត្តផងដែរដោយសារតែនាងមិនព្រមទទួលស្គាល់ដោយសេយងក៏ចាប់ផ្ដើមប្រាំរៀមដៃរបស់នាងស្របដោយពាក្យសម្ដីនិយាយទៅកាន់ហ្គាឆានថាលោកព្យាយាមមានមោទនភាពចំពោះជ័យជំនះរបស់លោកមែនទេប៉ុន្តែខ្ញុំមិនព្រមចាញ់លោកជាដាច់ខាតដូច្នេះលោកឈប់អួតអាងតទៅទៀតទៅស្របដោយរៀនដៃរបស់សេយងបានទៅបើកមុខតំបន់ពិសេសរបស់នាងបង្ហាញទៅកាន់ហ្គាឆានដែលធ្វើឲ្យគេភ្ញាក់ផ្អើលនឹងឡើងមុខក្រហមដោយហេតុនេះហ្គាឆានក៏បានបែរមុខចេញនិងបាននិយាយទៅកាន់សេយងថាអញ្ចឹងគិតថាស្មើគ្នាទៅចុះយ៉ាងណាក៏ដោយយើងនឹងជួបគ្នាញឹកញាប់ជាងមុនឥឡូវនេះដូច្នេះជប់ព្យាយាមជាមួយខ្ញុំទៀតទៅប៉ុន្តែសេយងមិនបានបញ្ឈប់ដោយនាងបានយកភ្នំទាំងពីររបស់នាងទទួលខ្នងរបស់ហ្គាឆានស្របដោយពាក្យសម្ដីនិយាយឡើងថាតើលោកគិតចង់បញ្ឈប់ទាំងបែបនេះមែនទេដែលនេះបានធ្វើឲ្យហ្គាឆានឡើងសម្បូរភ្ញាក់ដោយសេយងបានព្រោះហ្គាឆានឲ្យដួលនិងបាននិយាយទៅកាន់គេថាប្រសិនបើលោកចង់ចោះចាញ់លោកនឹងត្រូវទទួលស្គាល់ការខាតបង់របស់លោកជាមុនលោកគិតថាលោកអាចដើរចេញពីការប្រយុទ្ធដែរលោកបានចាប់ផ្ដើមមុនមែនទេខ្ញុំមិនឲ្យលោកទៅទេលុះត្រាតែលោកទទួលស្គាល់ការបរាជ័យរបស់លោកដោយនៅក្នុងពេលនេះសេយងនាងក៏បានញញឹមឡើងទៅកាន់ហ្គាឆានដោយបង្កប់នៅល្បិចកលអ្វីមួយហើយសេយងក៏បានទៅចាប់ច្បាច់កបងប្រុសរបស់ហ្គាឆានស្របដោយពាក្យសម្ដីនិយាយឡើងថាលោកស្ងាត់អញ្ចឹងតើភាពកៅកតរបស់លោកទៅណាអស់ហើយដោយហ្គាឆានបានបដិសេធជាមួយនឹងថានេះប្រហែលជាមកពីភាពតានតឹងពេកហើយដោយសេយងក៏បានដាក់ភ្នំរបស់នាងមកចិនមុខហ្គាឆានដែលធ្វើឲ្យគេឡើងមុខក្រហមដោយហ្គាឆានបាននិយាយទៅកាន់សេយងថាបងប្រុសរបស់ខ្ញុំវាឡើងរឹងទៀតហើយដោយវាមិនបានទទួលបញ្ជាពីខ្ញុំទេពេលខ្ញុំមានភាពតានតឹងម្ដងនេះវាត្រូវបានហៅថាមុខងារឡើងរឹងរបស់បងប្រុសរបស់ខ្ញុំហួសប្រមាណវាដោយសារតែរឿងនេះមិនមែនដោយសារតែនាងទេប៉ុន្តែសេយងនាងក៏បានសើចឡើងស្របដោយដៃរបស់នាងបានទៅលេងក្បាលអូនប្រុសរបស់ហ្គាឆានដែលបណ្ដាលវាបញ្ចេញសារធាតុរំអិលដែលធ្វើឲ្យដៃរបស់នាងសើមជោគហើយសេយងក៏បានអន់មុខទៅជិតហ្គាឆានដោយនិយាយឡើងថាតើលោកនឹងធ្វើអ្វីជាមួយមនុស្សបាត់ចំម្នាក់នេះតើលោកនឹងត្រូវគេវាយឡើងហើយបងប្រុសរបស់លោកបញ្ចេញពឹសម្ដងទៀតមែនទេហើយហ្គាឆានក៏តបទៅកាន់សេយងវិញថាហើយនាងពិតជាចង់រកឈ្នះចាញ់មែនទេយ៉ាងណាមិញខ្ញុំមិនមែនជាអ្នកដែលត្រូវគេវាប្រែកន្ធីនោះទេពាក្យសម្ដីរបស់ហ្គាឆានបានធ្វើឲ្យសេយងឡើងកំហឹងក្តៅដូចបាយពុកដោយហ្គាឆានបានបញ្ចប់ពាក្យសម្ដីរបស់គេនៅតែបន្តថារាងកាយរបស់នាងបានបញ្ចេញសារធាតុរហូតដល់ក្រណាត់ក្រេរបស់ខ្ញុំឡើងសើមជោគតែម្ដងប្រហែលជានាងមិនបានវឹកហាត់សាច់ដុំផ្នែកខាងក្នុងរបស់នាងនោះទេដូចជានាងបានធ្វើការវឹកហាត់សាច់ដុំនៅផ្នែកខាងក្រៅរបស់នាងអញ្ចឹងដោយលើបែបនេះសេយងក៏បានស្ដីឲ្យទៅកាន់ហ្គាឆានថាតើលោកកំពុងតែនិយាយអ្វីហ្នឹងដោយហ្គាឆាននៅតែនិយាយទៅកាន់នាងថានាងចូលចិត្តឲ្យគេវាប្រែកន្ធីរបស់នាងមែនទេហើយសេយងបានប្រកែកជាមួយនឹងពាក្យហ្គាឆានថានិយាយរឿងមិនប៉ັດទៅប៉ុន្តែហ្គាឆាននៅតែនិយាយបន្តនាងអាចនឹងដោះលែងខ្លួនឯងដោយកម្លាំងប្រសិនបើនាងមិនចូលចិត្តវាប៉ុន្តែនាងមិនបានតស៊ូតបតវិញទេមិនមែនម្ដងនោះទេដូច្នេះវាអាចទៅរួចនៅពេលដែលនាងមានអារម្មណ៍សោកស្ដាយកាន់តែខ្លាំងឡើងដែលនឹងធ្វើឲ្យនាងខ្លាចជាម៉ាសូគីដ៏ល្ងងខ្លាំងដោយពាក្យសម្ដីរបស់ហ្គាឆានបានធ្វើឲ្យសេយងឡើងកំហឹងពេញខ្លួនដោយគិតថាតើគាត់ហ៊ានម្លេះស្របដោយកម្លាំងដៃរបស់នាងចំបាច់កណ្ដាលណាម៉ៃឡើងកាពីដោយហ្គាឆាននៅតែនិយាយថាយ៉ាងណាក៏ដោយឈប់ចំអកទៅយកព្រមទេស្របដោយកណ្ដាលណាម៉ៃបានហោះមកត្រូវខ្លួនរបស់ហ្គាឆានស្របដោយកំហឹងរបស់សេយងនិយាយទៅកាន់ហ្គាឆានថាតើយើងចាប់ផ្ដើមបញ្ជាបន្តទៀតទៅហ្គាឆានដែលលើកពាក្យសម្ដីរបស់សេយងដែលធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងដោយសេយងបានប្រួលហ្គាឆានទៅលើក្រេបន្ទាប់មកនាងក៏បានសិននៅពីលើហ្គាឆានវិញម្ដងហើយនាងក៏បាននិយាយទៅកាន់ហ្គាឆានថាបើលោកមានទំនុកចិត្តបែបនេះនិយាយបន្តទៀតទៅថ្ងៃនេះខ្ញុំនឹងបង្រៀនមេរៀនមួយដល់លោកនៅមានអារម្មណ៍តឹងខ្សោយនៅលើជើងរបស់លោករហូតដល់លោកមិនអាចឈរជើងទាំងពីររបស់លោកបានឡើយលើកនេះខ្ញុំមិនអាចចាញ់លឿនពេកនោះទេខ្ញុំអាចមានអារម្មណ៍ថាគាត់កំពុងតែបង្កើនកម្លាំងខ្ញុំដឹងថាគាត់ចិត្តឈានដល់កំណត់របស់គាត់ហើយខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់បន្ទាប់ពីឈានដល់ចំណុចកំពូលមុននេះប៉ុន្តែខ្ញុំត្រូវតែឲ្យគាត់លុតជង្គង់ចុះដើម្បីកុំឲ្យគាត់កាត់ចាំប្រកួតប្រជែងជាមួយខ្ញុំបន្តទៀតចំណែកហ្គាឆានវិញក៏បានតបទៅកាន់នាងថាតាមពិតទៅខ្ញុំពិតជាតានតឹងខ្លាំងដល់កម្រិតអតិបរមាដោយសារតែការងារហើយពួកនាងតែងតែចូលចាំមកផ្ទះរបស់ខ្ញុំបន្ទាប់មកហ្គាឆានក៏ចាប់ផ្ដើមផ្ដួលសេយងឲ្យមកនៅខាងក្រោមគេវិញហ្គាឆានបានសួរទៅកាន់សេយងថាតើនាងត្រូវការវាបន្ថែមទៀតមែនទេប្រសិនបើដូច្នេះវាគឺជាវេនរបស់ខ្ញុំនៅពេលនេះស្របដោយស្នាមញញឹមចេញឡើងរបស់ហ្គាឆានដែលនៅពេលនេះសង្គ្រាមវាយឡើងទឹកទី2ក៏ចាប់ផ្ដើមកើតឡើងស្របគ្នានោះដែរសំឡេងទូរស័ព្ទក៏ចាប់ផ្ដើមរោឡើងដែលប្រភពខោហៅចេញពីលីណា